វីដេអូនេះសម្រាប់ពុកម៉ែបងប្អូនបាទដែលនៅខេត្តតាកែវបាទបងប្អូនដែលមានតម្រូវការបាទចង់បានរបស់របរប្រើប្រាស់សម្ភារៈប្រើប្រាស់ជាពិសេសបាទបងប្អូនដែលធ្វើគេហដ្ឋានថ្មីបាទមិនទាន់មានរបស់របរដាក់ផ្ទះអញ្ចឹងបងប្អូនចឹងក្នុងវីដេអូនេះបាទខ្ញុំសូមណែនាំបងប្អូនឲ្យស្គាល់កន្លែងហាងមួយបាទដែលមានឈ្មោះថាសាកុសល168ម៉ាតបងប្អូនបាទដែលមានទីតាំងនៅខាងបូងស្តុបបាទផ្លូវវាងក្រុងប្រហែលជា1000ម៉ែត្របាទបងប្អូនបានឃើញហាងនៅពីស្ដាំដៃបងប្អូនហើយបើនិយាយពីបាទក្នុងហាងវិញបងប្អូនហើយបាទមានគ្រប់មុខទាំងអស់បងប្អូនហើយបាទសម្ភារៈប្រើប្រាស់បាទជារួមមួយជីវិញតែម្ហូបឲ្យបន្លែមានលក់ទាំងបងប្អូនតែបើថាក្រៅពីនឹងបាទរបស់ប្រើប្រាស់បាទគឺមានទាំងអស់បងប្អូនដោយពុកម៉ែបងប្អូនបាទបានឃើញវីដេអូអញ្ចឹងបាទថាអីវ៉ាន់ច្រើនប៉ុណ្ណាបងប្អូនហើយបាទយូរឆ្កេះឆ្កាស់ដាក់ពេញនឹងទាំងអស់សឹងថារកកន្លែងចន្លោះគ្មានបងប្អូនមិនថាជារបស់ប្រើប្រាស់បាទប្រចាំថ្ងៃបាទរបស់របរប្រើប្រាស់ក្នុងចក្រានបាយឬមួយរបស់របរប្រើប្រាស់ផ្នែកជាងសំណង់ជាងអីបាទគឺមានទាំងអស់បងប្អូនរីឯតម្លៃបងប្អូនក៏សមរម្យបាទមានចាប់ពី2500ឡើងទៅដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងបាទថាអីវ៉ាន់មានច្រើនប្រភេទណាបងប្អូនណាបាទខ្ញុំរៀបរាប់មិនអស់ទេបាទគឺថារបស់របរប្រើប្រាស់គឺមានគ្រប់ទាំងអស់អត់មានខ្វះចន្លោះណាទេនិយាយរួមទៅបាទដកតែផ្លែឈើដកម្ហូបដកបន្លែចេញមកក្រៅប៉ុណ្ណឹងគឺមានទាំងអស់និយាយរួមទៅបាទទំនិញនៅក្នុងហាងទាំងអស់ហ្នឹងបងប្អូនបាទបងប្អូនដើរមើលព្រឹកថ្ងៃត្រង់មើលមិនតាន់អស់បងប្អូនដោយសារតែច្រើនពេកបាទច្រើនធ្នើច្រើនកលាក់ច្រើនកន្លែងអញ្ចឹងសំបីតែខ្ញុំអ្នកថតបងប្អូនណាក៏ចង់វិញដែរដោយសារតែវ៉ាន់ច្រើនពេកអញ្ចឹងបងប្អូនថតឲ្យបានអស់ទេបាទថតទ្រុសបងប្អូនមើលទេដោយសារតែវ៉ាន់ច្រើនកន្លែងហើយខ្ញុំជឿថាបាទពុកម៉ែបងប្អូនបាទពេលដែលបានចូលក្នុងហាងហ្នឹងហើយបាទខ្ញុំជឿថាដឹងមិនចង់ចាញ់ទេដោយសារអីដោយសារវាទំនិញវាច្រើនមុខអញ្ចឹងចេះចង់មើលបាទដើរមើលហើយអត់ចង់ចាញ់ទេដូចខ្ញុំជាដើមអញ្ចឹងបាទឲ្យតែបានចូលហាងហ្នឹងម្ដងមកមិនចង់ចាញ់ទេបាទដោយសារតែដើរទៅបាទចេះឃើញអីវ៉ាន់ស្អាតចេះចង់នៅមើលអញ្ចឹងទៅហើយបងប្អូនស៊ូថាងគេលក់អីខ្លះនៅក្នុងហាងហ្នឹងបាទខ្ញុំរៀបរាប់មិនអស់ទេបងប្អូនដោយសារតែទំនិញនៅក្នុងហ្នឹងបាទគឺរាប់ពាន់រាប់ម៉ឺនមុខឯណោះបើសិនជាឲ្យខ្ញុំរៀបរាប់មុខទំនិញនៅក្នុងវីដេអូនេះបាទទោះបីមួយថ្ងៃទាល់យប់ក៏រៀបរាប់មិនអស់ទេបងប្អូនដោយសារវាច្រើនពេកអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមកចង់ដឹងថាហាងគាត់បាទធំប៉ុណ្ណាបាទមានទំនិញអីខ្លះបងប្អូនអាចមកមើលផ្ទាល់បានបងប្អូនខ្ញុំជឿថាបាទពុកម៉ែបងប្អូនពេលមកដល់ហាងគាត់ផ្ទាល់ហើយបាទដឹងតែដើរមើលវ៉ាន់គាត់នឹងដកចិត្តមិនរួចទេចេញទៅណាក៏មិនរួចដែរដោយសារតែវ៉ាន់ច្រើនពេកមើលចេះតែជាប់ចិត្តជាប់ភ្នែកអញ្ចឹងណាបងប្អូនដូចខ្ញុំនិយាយដើមវីដេអូអញ្ចឹងបាទថាបើសិនជាពុកម៉ែបងប្អូនមានតម្រូវការចង់បានរបស់របរប្រើប្រាស់ក្នុងផ្ទះបាយបាទឬមួយក៏របស់របរប្រើប្រាស់ប្រចាំថ្ងៃបាទដូចជាសម្ភារៈជាងបាទសម្ភារៈគ្រឿងសំណង់គ្រប់ប្រភេទបាទមិនថាជាសម្ភារៈបាទរបស់មនុស្សស្រីប្រុសបាទក្មេងចាស់បាទគឺមានទាំងអស់និយាយរួមទៅបាទដូចខ្ញុំបានប្រាប់ដើមវីដេអូអញ្ចឹងថាបាទដកតែបន្លែសាច់បាទបន្លែឈើចេញទៅបាទក្រៅប៉ុណ្ណឹងគឺមានទាំងអស់អញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទដែលរស់នៅក្នុងខេត្តតាកែវបាទចង់បានរបស់របរប្រើប្រាស់សម្ភារៈប្រើប្រាស់ឲ្យបងប្អូនអាចមកទីតាំងហាងគាត់បានបងប្អូនជាពិសេសបាទពុកម៉ែបងប្អូនបាទដែលធ្វើគេហដ្ឋានថ្មីហើយបាទចង់បានរបស់របរប្រើប្រាស់ដាក់ផ្ទះអញ្ចឹងណាបងប្អូនអាចមកទីតាំងហាងគាត់បានខ្ញុំធានាថាមិនឲ្យខកចិត្តវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណបងប្អូនច្រើនសម្រាប់ការតាមដានរហូតដល់ចប់បាទអរគុណ